យ៉ាហូហើយថ្ងៃនេះមានពាក្យថ្មីណែនាំជូន scamo 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 so scamo គឺមានន័យថាហើយឬក៏ថែមទាំងនៅពេលពេលយើងរៀនជាមួយនឹងពាក្យថាហើយយើងនឹងនឹកឃើញដល់ពាក្យ soste ណាដែលមានន័យថាហើយប៉ុន្តែ soste ជាទូទៅប្រើនៅក្នុងភាសាសរសេរច្រើនអញ្ចឹងភាសានិយាយគេបដូរមកប្រើមួយនឹងពាក្យ scamo scamo ហើយថែមទាំងចាអញ្ចឹងឧទាហរណ៍ក្នុងករណីចេះយើងទៅញ៉ាំអីលក្ខណៈនំខេកណាគ្នាជាមួយមិត្តភ័ក្តិហើយទៅញ៉ាំហើយឡងភ្ញាក់មកវាឆ្ងាញ់ហើយចាអញ្ចឹងមិត្តភ័ក្តិនឹងវានិយាយមកថាすごいねこの店はいケーキがマジで美味しかったケーキがマジで美味しかったហើយយើងក៏ទៅញ៉ាំដែរចាយើងញ៉ាំទៅយើងដឹងថាマジで美味しかったよねそうそうしかも安いよねそうしかも安いよねそうចាអញ្ចឹងញ៉ាំនំខេកមួយមិត្តភ័ក្តិមិត្តភ័ក្តិថាហាងនេះនំខេកឡងឆ្ងាញ់ណាマジで美味しかったねឡងឆ្ងាញ់សាហាវហ្មងហើយយើងមានអារម្មណ៍ដូចគ្នាណាហើយថាឆ្ងាញ់មែនណាマジで美味しかったしかも安いហើយថែមទាំងថោកទៀតតែចឹងមានន័យថាឆ្ងាញ់មធ្យមងុំថោកហ្នឹងហើយអ្នកគ្នានេះしかも安いそう何でも美味しかったよねはいしかも安いねអីក៏ឆ្ងាញ់ដែរហើយឡើងថោកそうតែចឹងしかもយើងប្រើបែបហ្នឹងហើយឧទាហរណ៍ទី2អ្នកគ្នារឿងមើលកុនអ្នកគ្នាចូលចិត្តមើលកុនអត់ទេមើលកុនហើយយើងមិនតែងសួរគ្នាមិនឲ្យកុនមើលនឹងល្អមើលអត់そうយើងតែសួរគ្នាអញ្ចឹងទៅមើលកុនហើយយើងមកប្រាក់សួរយើងមិនហើយកុនហើយល្អមើលអត់今日の映画どうだった面白かったហើយយើងប្រាប់ទៅវិញថាមិនដែរめっちゃ面白かったいや本当に感動したしかもめっちゃ泣いたしかもめっちゃ泣いたはいじゃあមិនដែរめっちゃ泣いたはいមកតែសួរថាមិនហើយកុនមិនហើយ今日の映画どうだったហើយកុនហ្នឹងមិនដែរហើយマジでめっちゃ面白かったねល្អមើលសាហាវ感動したអីរងភើបនេះមើលឲ្យរងភើបមក感動したしかもめっちゃ泣いたហើយអីយំឡងមែនតែនហ្មងめっちゃ泣いたមែនយំឡងមែនតែនហ្មងណាមិនយំលេងណាហើយចូលចាអញ្ចឹងល្អមើលមធ្យមទេហើយរំភើបក៏នៅតែមធ្យមឯងុំឯងអង្គុយយំហ្មងរំភើបរឿងនឹងពេកめっちゃ泣いたねហើយしかもめっちゃ泣いたចាចឹងស្កាម៉ូយើងប្រើចំនួនឲ្យពាក្យ soste នៅក្នុងភាសានិយាយគឺប្រើច្រើនមែនទេណាហើយកាលណាគេប្រើពាក្យ scamo អញ្ចឹងអានេះហើយអ្វីដែលគេចង់និយាយខ្លាំងជាងគេសង្កត់ក្នុងខ្លាំងជាងគេគឺអានៅក្រោយហ្នឹងហើយក្នុងគេនឹងឆ្ងាញ់ scamo 美味しかった美味しかった scamo 安かったនេះឆ្ងាញ់ហើយថែមនឹងថោកទៀតចាអញ្ចឹងសង្កត់ក្នុងខាងក្រៅហ្នឹងខ្លាំងជាងតែម្ដងចាអញ្ចឹងអ្នកគ្នាសាករៀនប្រើសាកមើលមើល scamo ឧទាហរណ៍អីមួយមកហើយចាអញ្ចឹងជួបគ្នាជាមួយនឹងសំណួរភាសាក្រោយទៀតចាណា